សូក្រាតគឺជាអ្នកប្រាជ្ញសម័យបុរាណរបស់ប្រទេសក្រិកដ៏ល្បីល្បាញដូចជាអារីស្តូនដែរគាត់គឺជាមនុស្សឆ្លាតសប្បុរសយ៉ាងតែទោះជាយ៉ាងណាក៏ដោយមនុស្សយើងតែងតែមានវិបត្តិម្យ៉ាងដូចជាពុំរួចដែលយើងតែងតែនិយាយថាសុខនឹងទុក្ខគឺរួមគ្នាក្នុងផ្លូវតែមួយមនុស្សម្នានាំគ្នាសួរទៅសូក្រាតថាហេតុអ្វីក៏លោកពូកែអត់ទ្រាំនឹងប្រពន្ធកាចបានដូច្នេះសូក្រាតក៏តបទៅវិញថាមនុស្សស្រីអាក្រក់តែមាត់ទេតែចិត្តគាត់ល្អតែយើងទៅខឹងនឹងគាត់ធ្វើអ្វីដែលសំខាន់នោះគឺការដែលគាត់មានភរិយាកាយមាត់អាក្រក់ដូច្នេះគឺធ្វើឲ្យគាត់បានវឹកហាត់ភាពអត់ធ្មត់និងជួយឲ្យគាត់លើកកម្ពស់ផ្លូវចិត្តកាន់តែខ្ពស់ដោយសារតែបានប្រពន្ធកាចនឹងមាត់ដាច់នោះឯងមានពំនោលមួយបានពោលថាបើសិនមិនធ្លាប់ជួបនឹងក្តីទុក្ខលោកអ្នកក៏មិនដឹងថាក្តីសុខវាមានតម្លៃដូចម្តេចដែរនៅក្នុងរឿងនិទានបរទេសមួយបានដំណើរថាបុរសម្នាក់កំពុងជួបនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរណាមួយសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះដុនដាបរោគក៏មិនគ្រប់ចាយម្ដាយក៏រអ៊ូច្រើនចំណែកអភរិយាក៏សម្ដីថ្លោះរីឯកូនក៏យំញែកញែកពេញផ្ទះធ្វើឲ្យគេស្មុគស្មាញក្នុងចិត្តជាខ្លាំងស្ទើរតែផ្ទុះខួរក្បាលគេក៏សម្រេចចិត្តទៅសាកសួរយោបល់ពីលោកប្រតិចារ្យម្នាក់លោកប្រតិចារ្យក៏បានណែនាំថាចូលអ្នកយកគោទៅចងនៅវានៅក្នុងផ្ទះសិនចុះបើផ្ទះខ្ញុំវាចង្អៀតស្រាប់ទៅហើយឲ្យគោវានៅម្ដេចនឹងកើតចាប្រតិចារ្យក៏ឆ្លើយតបទៅវិញថាអ្នកឯងត្រូវតែជឿយើងគេក៏យកគោទៅចងនៅក្នុងផ្ទះទៅពេលនោះគេកាន់តែតានតឹងលើដើមនៅថ្ងៃបន្ទាប់គេក៏មកសួរចាប្រតិចារ្យបន្តលោកចាប្រតិចារ្យក៏ឲ្យគេយកជ្រូកទៅទុកនៅក្នុងផ្ទះបន្ថែមទៀតគេក៏នៅតែធ្វើតាមហើយកាន់តែយ៉ាប់ឡើងលើដើមថ្ងៃក្រោយមកទៀតចាប្រតិចារ្យក៏បានប្រាប់ឲ្យគេយកមាន់ទាពពែជៀមយកទៅដាក់ក្នុងផ្ទះបន្ថែមទៀតបរិះនោះលំបាកដល់ក៏មែនតែនស្ទើរតែទ្រាំលែងបានលោកចាប្រតិចារ្យក៏បន្តថាចូលអ្នកយកគោចេញគេក៏យកគោចេញហើយក៏មានអារម្មណ៍ហាក់ដូចជាធូរស្រាលជាងមុនបន្តិចថ្ងៃក្រោយមកក៏ប្រាប់ឲ្យយកសត្វផ្សេងចេញជាបន្តបន្ទាប់រហូតដល់ជីវិតគេកាន់តែមានក្តីសុខបន្តិចម្ដងឡើងវិញរហូតដល់តែយកសត្វចេញអស់រលីងពីក្នុងផ្ទះចាស់ប្រតិចារ្យក៏សួរថាតើអ្នកមានអារម្មណ៍ដូចម្តេចហើយពេលនោះគេក៏ឆ្លើយថាបានធូរស្រាលមែនទែនហើយចាស់ប្រតិចារ្យក៏សួរបន្តទៀតថាឈប់ស្មុគស្មាញហើយឬនៅគេក៏ឆ្លើយថាឈប់ហើយបាទពេលនេះខ្ញុំបានសុខស្រួលក្នុងចិត្តហើយរឿងនិទាននេះចង់បញ្ជាក់ឲ្យយើងដឹងថាពេលណាយើងចេះដកសម្ពាធដែលធ្វើឲ្យតានតឹងចេញពីក្នុងចិត្តនោះយើងនឹងទទួលអារម្មណ៍ថាមានក្តីសុខនៅក្នុងរឿងនេះស្របទៅតាមកតេធម៌គឺការរងាប់កិលេសបើយើងជាប់ជំពាក់នឹងអ្វីផ្សេងច្រើនពេកយើងនឹងទទួលទុក្ខតែបើសិនជាយើងចេះជំរះឬកាត់ចិត្តពីរឿងផ្សេងបានវាប្រៀបបីដូចជាដកបន្លាចេញពីទ្រូងយើងក៏មិនពិបាកទុកសោកក្រំគ្រាដោយសារតែវាតទៅទៀតសម្រាប់រឿងដែលធ្វើឲ្យតឹងទ្រូងបើយើងប្រុងឲ្យវាកើតឡើងតឹងទ្រូងរឿងអីក៏តានតឹងទាំងអស់នឹងឯងប្រៀបដូចជារឿងបរោះស្ពាយដុំគ្រោះដូច្នេះរឿងនេះបានដំណើរថាបរោះម្នាក់ត្រូវគេដាក់ទណ្ឌកម្មឲ្យស្ពាយដុំគ្រោះទាំងថ្ងៃទាំងយប់ហាមមិនឲ្យដាក់ចោលដុំគ្រោះតូចមិនជាធ្ងន់អ្វីប៉ុន្មានទេប៉ុន្តែវាคล้ายទៅជាភារៈដ៏ធ្ងន់ធ្ងររបស់គេព្រោះគេត្រូវស្ពាយវារហូតទាំងយប់ទាំងថ្ងៃមានគតិប្រចាំជីវិតម្យ៉ាងគឺរឿងដែលនាំឲ្យកើតទុក្ខចុកអួរណែនក្នុងចិត្តវាប្រៀបបីដូចជាបន្លាចាក់ឲ្យឈឺផ្សាគ្មានថ្ងៃស្រាកស្រាននោះទេបើយើងចេះប្រើសតិបញ្ញាពិចារណាម្ដងមួយជំរះវាចេញម្ដងមួយរឿងនៅទីបំផុតយើងមកជានឹងអាចយកឈ្នះវាបានមិនខានព្រោះរឿងទុក្ខសោកវាមិនមែនកើតឡើងពីអ្វីដែលនៅឆ្ងាយខ្លួននោះឡើយគឺវាកើតឡើងមកពីការមិនចេះគិតពិចារណាឲ្យឃើញការពិតនេះឯងកាលបើយើងចេះគិតពិចារណារកការពិតចេះទទួលស្គាល់ការពិតហ៊ានសម្រេចចិត្តថាតើអ្វីគួរទទួលយកនិងអ្វីទៅដែលត្រូវលះបង់ពេលនោះក្តីទុក្ខនឹងរលប់រលាយបន្តិចម្ដងហើយយើងមុខជារកឃើញសុខមិនខានរឿងដែលយើងគិតថាជារឿងធំសម្រាប់ជីវិតរបស់យើងតាមពិតទៅវាកើតឡើងដោយសារតែរឿងតូចជាច្រើនផ្សំគ្នានោះឯងតែណាយើងចេះបែងចែករឿងនីមួយៗឲ្យដាច់ពីគ្នា
ហើយចេះដោះស្រាយម្ដងមួយនោះវាក៏នឹងរលាយបាត់ទៅលែងកើតជារឿងធំតទៅទៀតដែរបើយើងមិនព្យាយាមបំពាក់អ្វីឲ្យធ្ងន់ធ្ងរដល់ខ្លួនទេយើងក៏នឹងបានហក់លោតដើររត់តាមសម្រួលតែបើយើងខំវិចផងស្ពីផងរែកផងប៉ុនផងនោះគឺជារឿងដែលយើងចង់សាងដោយខ្លួនឯងសូមកុំភ្លេចថាអ្នកមិនថាខ្លួនអ្នកជានរណាឡើយសុទ្ធតែជាអ្នកដែលគ្រាន់តែដើរឆ្លងកាត់ផែនដីមួយរយៈប៉ុណ្ណោះដូច្នេះហើយសូមកុំគិតថាខ្លួនជាអ្នកអស្ចារ្យជាងអ្វីនោះឡើយព្រោះការគិតថាខ្លួនអស្ចារ្យនេះវានឹងនាំមកក្តីទុក្ខតែយើងក៏គួរតែចេះរកវិធីក្រេបរសជាតិពីផែនដីដែលក្តីសុខនិងត្រូវចេះសងគុណដល់ផែនដីដែលផ្ដល់ក្តីសុខដល់យើងផងដែរកុំឲ្យមានឈ្មោះថាជាមនុស្សរមគន់ដល់ផែនដី